ខាតលុយជាង $5,000 លានពីការបិទព្រំដែនជាមួយនឹងកម្ពុជាសប្បាយចិត្តអត់បងប្អូនយើងនៅពេលដែលឮដំណឹងថាថៃខាតលុយជាង $5,000 លានពីការបិទព្រំដែនជាមួយនឹងកម្ពុជាដំបូងគេលយណាស់គេខ្លាំងណាស់គេថាបិទព្រំដែននឹងធ្វើឲ្យខ្មែរដាច់ខ្យល់នៅពេលដែលខ្មែរមិនដាច់ខ្យល់បែរជាដាច់ខ្យល់ខ្លួនឯងទៅវិញមិនមែនចំនួនតិចទេណាបងប្អូនយើង $5,000 លានក្នុងរយៈពេលជិត1ឆ្នាំពីការបិទព្រំដែនជាមួយនឹងកម្ពុជាដំបូងឡើយបងប្អូនដឹងហើយថាប្រជាពលរដ្ឋកម្ពុជាស្ទើរតែ 80 ទៅ 90% តែងតែនិយមប្រើប្រាស់អីវ៉ាន់របស់ថៃឬរបស់សៀមអញ្ចឹងនៅពេលដែលបិទព្រំដែនបងប្អូនដឹងហើយថាទុរេនទាំងទឹកដោះគោមួយថ្ងៃបោះចោលប្រមាណតោនណាបងប្អូនយើងអញ្ចឹងបងប្អូនយើងសូមឲ្យថ្នាក់ដឹកនាំគុំឲ្យបើកព្រំដែនជាមួយថៃឲ្យសោះប៉ុន្តែបើសិនជាមានការពិភាក្សាលើការបើកព្រំដែនជាមួយថៃមែនឲ្យថៃសងដីមកយើងវិញសិនមកចាំយើងនិយាយរឿងបើកព្រំដែនហើយសូមឲ្យបងប្អូនយើងបន្តធ្វើពហិការឈប់ប្រើប្រាស់ផលិតផលសៀមទោះបីក្នុងរូបភាពណាក៏ដោយមុននឹងក្រោយយើងជឿជាក់ថាសៀមមួយនេះពិតជាដាច់ខ្យល់ជាក់ជាមិនខានណាបងប្អូនខ្មែរ